ពីមុនខ្ញុំធ្លាប់គិតថាចាំពេលខ្ញុំខ្លាចជាអ្នកមានចាំខ្ញុំសងគុណម៉ែឪតែតាំងពីពេលដែលយើងចាប់ផ្ដើមមកនៅឆ្ងាយពីគាត់ទើបដឹងថាការពិតការសងគុណនឹងមិនមែនមានន័យថាតើតើយើងផ្ដល់របស់ដែលមានតម្លៃធំធេងទេវាអាចជាទឹកចិត្តវាអាចជាណាំញញឹមវាអាចជាពេលវេលាតិចតួចវាអាចជារបស់តិចតួចដែលយើងអាចធ្វើទៅបានវីដេអូនេះខ្ញុំថតយូរហើយតាំងពីខ្ញុំទៅលេងស្រុកខ្មែរខ្ញុំតាំងចិត្តថាខ្ញុំចាក់កំងផ្កាពីរដែលផ្ទាល់ដៃជូនដល់អ្នកមានគុណរបស់ខ្ញុំហ្មងហើយគិតពីតម្លៃរបស់វាអត់ថ្លៃទេយ៉ាងច្រើន$10អស់ហើយអ្នកទាំងអស់គ្នាប៉ុន្តែវាមានអត្ថន័យហើយវាមានតម្លៃទៅតាមបែបរបស់វាពួកអ្នកដែលគេមានភាពក្លាហានគេត្រឡប់ធ្វើគឺជារឿងធម្មតាតែសម្រាប់ខ្ញុំចាវាជាការអៀនជាខ្លាំងសូមអរគុណហើយខ្ញុំមិនដែលធ្វើទេអាហ្នឹងធ្លាប់តែជួយម៉ែតិចតួចដល់លើកហ្នឹងចាមានជាការសួរគេសួរឯងសំខាន់ឲ្យម៉ែជួយធ្វើទៀតហើយម៉ែសួរថាចាក់ទៅណាប្រាប់ថាចាក់ថ្វាយព្រះយកទៅវត្តពេលវេលាចេះតែទៅមុខហើយជីវិតអត់ទៀងទាត់ទេអ្នកទាំងអស់គ្នាតែច្រើនអីក៏ដោយចង់ធ្វើអីសម្រាប់អ្នកណាគឺធ្វើឲ្យហើយកុំឲ្យថ្ងៃក្រោយមានពីថាស្ដាយក្រោយអូយកូនសុខភាពល្អយល់បាយល្អណាស់ឲ្យបានសម្រាប់ទៅឡប់ណាឲ្យបានជោគជ័យគ្រប់ពេលវេលាហើយចង់កុំឲ្យមានសត្រូវអីមកបៀតបៀនឡើយឲ្យកូនជួបតែនឹងល្អទាំងអស់ហើយមិនទៅឲ្យពណ៌ទៀងយល់លុយចាកូននឹងជួបតាមនឹងល្អសុខសប្បាយប៉ុន្តែអត់មាននេះណា